ខេថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនអំពីរបៀបក្នុងការ add member ចូលជាទៅក្នុង group របស់យើងដែលយើង add friend របស់យើងទៅក្នុង group add member អញ្ចឹងដើម្បី add វាបានមុនយើងពិបាក add វាដែលយើង add វាមួយហើយ friend យើងអាចមានដល់ទៅ 5000 នាក់ធ្វើឲ្យយើងមានភាពពិបាកក្នុងការ add ហើយឥឡូវនេះយើងមានវិធីសាស្ត្រថ្មីមួយដែលយើងអាច add វាបានតែម្ដងជាការស្រេចមិនចាំបាច់ចុច add ទាញសមាជិកមួយទេអត់មានការហត់នឿយទេក្នុងការ add អញ្ចឹងដើម្បី add នេះយើងមានវិធីដូចតទៅយើង log ចូល account របស់យើងមួយសិនមកហើយយើងយក group ដែលយើងចង់ add member បន្ទាប់មកយើងចុច mouse ស្ដាំប៊ូតុង mouse ស្ដាំយើងយកពាក្យថា inspect ហើយបញ្ចេញផ្ទាំងនេះអញ្ចឹងយើងចុចលើពាក្យ console ឬក៏យើងអាចនៅលើ keyboard របស់យើងអាចចុចប៊ូតុង F.E ហើយយើងជ្រើសរើសយកពាក្យថា console ហើយយើងប្រើ script នេះ copy script នេះមកហើយយើងយកមកផាសក្នុងនេះហើយចុច enter អូខេនេះជាវិធីងាយហើយវាលឿនអញ្ចឹងខ្ញុំសូមដាក់ script នេះនៅខាងក្រោមឲ្យបងប្អូនសូមអរគុណ